Liêng đai ôi sạt liêng đai chia môi xa bù rồi liêng đai ôi sạt chia nành cùng lên muôn cát ha liêng đai ôi sạt liêng đai chia môi xa bù រីករាយដែលបានជួបយ៉ាងម៉េចដែរមើលទៅកូនដូចជាមមីញឹកណាស់ណោះប្រាប់អ្នកគ្រូបន្តិចមើលកូនរវល់ធ្វើអីដែរចាអ្នកគ្រូក្នុងនាមជាសមាជិកក្រុមសាកុមារពួកយើងមានតួនាទីថែទាំបរិក្ខារលាងសម្អាតដៃហើយមានទឹកស្អាតនិងសាប៊ូប្រើប្រាស់ជាប្រចាំពួកយើងចែកវេនគ្នាធ្វើការដូចជាអាទិត្យនេះជាវេនរបស់ខ្ញុំនិងមិត្តរួមថ្នាក់ផ្សេងទៀតរបស់ខ្ញុំអូកិច្ចការងារហ្នឹងពិបាកដែរអត់ឬក៏កូនគ្រាន់តែមកពិនិត្យមើលបើពិនិត្យមើលតែបន្តិចរួចហើយតែមិនងាយស្រួលអញ្ចឹងទេអ្នកគ្រូសិស្សខ្លះបាត់ក្បាលរុំប៊ីណេទឹកអត់ចិត្តក្រោយពីលាងដៃរួចធ្វើឲ្យទីកន្លែងកខ្វក់និងខ្ជះខ្ជាយទឹកបរិខាខ្លះផ្ទះរុនដំណើរការមិនល្អផាងទឹកខ្លះខានលាងយូរធ្វើឲ្យមានស្លែនិងកកនឹកបាតចំណុចណាដែលយើងដោះស្រាយបានយើងនឹងដោះស្រាយនៅនឹងកន្លែងចំណុចដែលហួសលទ្ធភាពយើងនឹងរាយការណ៍ដល់លោកគ្រូទទួលបន្ទុកផ្នែកទឹកស្អាតនិងអនាម័យឲ្យជួយដោះស្រាយស្រាប់ទៅកូនក្រុមប្រឹក្សាកុមារទាំងអស់ពិតជាមានសារៈសំខាន់ណាស់សម្រាប់សាលារៀនយើងដើម្បីជួយសម្រួលដល់ការលំបាករបស់កូនអ្នកគ្រូនឹងព្យាយាមបំផុសឲ្យលោកគ្រូអ្នកគ្រូជួយផ្សព្វផ្សាយនៅតាមថ្នាក់រៀនពីសារៈសំខាន់នៃការលាងសម្អាតដៃនិងការថែរក្សាបរិក្ខារលាងសម្អាតដៃស្អាតក្រោយពេលប្រើប្រាស់រួចអូអំបញ្ញមិញកូននិយាយថាកូននឹងរាយការណ៍ទៅលោកគ្រូដែលទទួលបន្ទុកផ្នែកទឹកស្អាតនិងអនាម័យឲ្យជួយដោះស្រាយព្រោះចាស់បើលោកគ្រូជួយដោះស្រាយកំបានតើកូនគួរធ្វើយ៉ាងម៉េចបន្តទៀតចាអ្នកគ្រូករណីអញ្ចឹងលោកគ្រូប្រកាសជាបបួលខ្ញុំឲ្យទៅជាមួយគាត់ដើម្បីជំរាបលោកនាយកឲ្យជួយដោះស្រាយជាពុំខានល្អកូនបើកូនមានអ្វីឲ្យអ្នកគ្រូជួយពាក់ព័ន្ធជាមួយនឹងការងារក្រុមប្រឹក្សាកុមារកូនអាចប្រាប់អ្នកគ្រូបានណាចាអ្នកគ្រូខ្ញុំមិនចង់រំខានអ្នកគ្រូច្រើនទេព្រោះអ្នកគ្រូរបបជាងខ្ញុំទៅទៀតប៉ុន្តែខ្ញុំមានឆ្ងល់មួយតើយើងធ្វើយ៉ាងម៉េចដើម្បីលើកកម្ពស់លក្ខខណ្ឌបរិក្ខារលាងសម្អាតដៃសាលារៀនយើងឲ្យបានទទួលចំណាត់ថ្នាក់ល្អខ្ញុំដូចជាធ្លាប់ឮលោកគ្រូអ្នកគ្រូពិភាក្សាគ្នាចង់បានយ៉ាងតិចផ្កាយ2មិនទេត្រូវឲ្យកូនអ្នកគ្រូគិតថាវាមិនពិបាកទេដើម្បីឲ្យសាលារៀនរបស់យើងទទួលបានផ្កាយ2ដោយគ្រាន់តែទី1ឲ្យគ្រប់បរិក្ខារលាងសម្អាតដៃទាំងអស់ត្រូវតែមានទឹកស្អាតនិងសាប៊ូជាប់ជានិច្ចទី2ឲ្យមានបរិក្ខារលាងសម្អាតដៃនៅជាប់នឹងបង្គន់អនាម័យនិងបន្ទប់រៀននិងចំណុចចុងក្រោយយើងត្រូវមានកាលវិភាគនិងបរិក្ខារលាងសម្អាតដៃជាក្រុមយ៉ាងតិចមួយដែលអាចឲ្យសិស្សគ្រប់គ្នាអនុវត្តការលាងសម្អាតដៃជាក្រុមប្រចាំថ្ងៃប៉ុណ្ណោះចាប់ទៅដូចងាយស្រួលមែនអ្នកគ្រូប៉ុន្តែមិនសាលារបស់យើងមិនបំពេញតាមនឹងចំណុចសំខាន់គឺយើងត្រូវការប្រាក់មួយចំនួនដើម្បីទិញសម្ភារៈនិងសាងសង់បរិក្ខារលាងសម្អាតដៃជាក្រុមបន្ថែមអូអញ្ចឹងត្រូវតែរកលុយមកសិនចាំមើលអ្នកគ្រូនឹងយករឿងនេះទៅពិភាក្សាជាមួយនឹងលោកនាយកបន្ថែមទៀតលាងដៃជាមួយសាប៊ូត្រូវលាងដៃឲ្យស្អាតជានិច្ចកុំភ្លេចមុនកាត់អាហារលោកនាយកខ្ញុំបាននិយាយជាមួយនឹងកូនសមាជិកក្រុមប្រឹក្សាកុមារពួកគេមានភាពឆ្លាតវៃនិងឧស្សាហ៍ព្យាយាមហើយពួកគេក៏យល់អំពីទឹកស្អាតនិងអនាម័យផងដែរអរគុណអ្នកគ្រូដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការជំរុញសកម្មភាពទឹកស្អាតនិងអនាម័យនៅក្នុងសាលារៀនយើងឲ្យបានដើរទៅមុខខ្ញុំរីករាយនឹងចូលរួមគ្រប់សកម្មភាពលោកនាយកមានសំណួរមួយពីតំណាងក្រុមប្រឹក្សាកុមារបានសួរខ្ញុំថាហេតុអ្វីបានជាសាលារៀនយើងនៅមិនទាន់ទទួលបានផ្កាយ2ផ្កាយ3ផ្នែកបរិក្ខារលាងសម្អាតដៃចូលអ្នកគ្រូបញ្យល់តបទៅវិញថាម៉េចខ្ញុំបានឆ្លើយតបទៅមូនីកាវិញថាចំណុចសំខាន់គឺថវិកានឹងហើយអ្នកគ្រូវាពិតជាអញ្ចឹងមែនយើងក៏មានខ្ទង់ថវិកាតិចតួចសម្រាប់សកម្មភាពទឹកស្អាតនិងអនាម័យដែរប៉ុន្តែវាមិនគ្រប់គ្រាន់ខ្ញុំនឹងទៅពិភាក្សាជាមួយនឹងគណៈកម្មការសុខភាពសិក្សាដើម្បីស្វែងរកការគាំទ្រនិងស្នើឲ្យពួកគេគៀកោធនធានមកពីប្រភពផ្សេងខ្ញុំគិតថាពួកគេក៏ចង់ឃើញសាលារៀនយើងមានបរិក្ខារអនាម័យប្រើគ្រប់គ្រាន់ដើម្បីរួមចំណែកលើកកម្ពស់សុខភាពសិក្សាដែរហើយយើងគួរតែគិតគូរពីរឿងបញ្ហាបរិស្ថាននិងសុវត្ថិភាពនៅក្នុងសាលារៀននេះដែរឯកភាពលោកនាយកបញ្ហាហ្នឹងវាត្រូវដើរស្របគ្នា
ដើម្បីធ្វើឲ្យស្ថានភាពទឹកស្អាតនិងអនាម័យមានភាពប្រសើរឡើង។